ទឹកតាភាពក្រោយផ្ទះបងប្អូនបងប្អូនទទួលសនាទឹកតាភាពក្រោយផ្ទះបងប្អូននេះមានទ្របពុតបញងបងប្អូនមានដើមលហុងនេះគឺរនងបងប្អូនរនងដើមខ្លួនឯងធម្មជាតិពិតណារនងកំពុងទឹកដប់ច្រើនបងប្អូននេះដប់ច្រើនណាទ្របពុតបញងស្លឹកម្រះបងប្អូននេះស្លឹកម្រះល្អដូចគ្នាបងប្អូនអានេះគឺជាដើមក្រូចឆ្មាយ៉ាងហ្នឹងនោះដើមឫស្សីមកមើលកន្លែងនេះកន្លែងទ្រុងមាន់បងប្អូនយើងចំមាន់មានទ្រុងពីរបងប្អូនទុំគ្នាហ្នឹងនេះជាទ្រុងមាន់ហើយដូចជាសាក់ទានៅផ្ទះចំមាន់បន្តិចបន្តួចគឺជាមុខរបរដែលថាសាមញ្ញតែមានក្តីសុខបងប្អូនបងប្អូនទៅមើលកន្លែងដាំបន្លែនេះគឺសួនបន្លែយើងក្រៅផ្ទះទៀតបងប្អូនបន្លែយើងស្រស់ហើយបងប្អូនកំពុងតាបោះតងឬក៏ថាវារស់ស្លឹកឲ្យខ្ចីលក់ចឹងបងប្អូននេះអានេះស្លឹកយើងនេះយើងអាចយកទៅដាក់ឲ្យមាន់ស៊ីបានបងប្អូនអាណាស្លឹកថាវាទ្រោមហ្នឹងយើងដាក់ឲ្យមាន់ស៊ីទៅល្អណាស់បងប្អូនហើយណានេះស្លឹកខ្ទឹមក្បែរផ្ទះយើងទៅដាំទៅនោះដាំបន្តិចបន្តួចអានេះកូនទេសនេះកូនត្រប់នោះដើមទ្រើងត្រឡាចស្លឹកក្រូចសើចបងប្អូននេះក្រូចសើចចាប់ដើមផ្កាបងប្អូនកំពុះប៉ុណ្ណឹងវាចាប់ដើមផ្កាចាប់ដើមក្តាប់ហើយបងប្អូនហ្នឹងកន្លែងដាំស្ពៃល្អណាស់បងប្អូនបើចំពោះខ្ញុំគិតថាវាល្អណាស់បងប្អូនប៉ុណ្ណឹងគឺវាល្អពេកទៅហើយសម្រាប់ខ្ញុំបងប្អូននាំបងប្អូនទៅមើលមកកន្លែងទៀតកន្លែងគឺដើមតងលពៅបងប្អូនលពៅក៏វាច្រើនដែរនេះក៏ជាទ្រុងមាន់មួយដែរបងប្អូនណាទ្រុងមាន់មួយសម្បុកទៀតនេះពងមាន់ណាយើងមានបន្លែយើងមានមាន់នេះមាន់កំពុងតែក្រាបណានេះមាន់ក្រាបពងនេះក៏ពងមាន់ដែរដាក់ទៅបោះក្បាលហៀងទៅបងប្អូនហើយនេះគឺកូនមាន់មួយទ្រុងទៀតកូនមកទ្រុងទៀតបងប្អូនឥឡូវស្លឹកស្ពៃមិញហ្នឹងយើងយកទៅដាក់ឲ្យកូនមាន់ស៊ីជាមួយឲ្យវាស៊ីចឹកគ្នាមិនខ្លះបងប្អូនពងចឹកឲ្យបន្លែយើងមិញហ្នឹងយកដែរស៊ីបងប្អូនចឹងវាអត់សូវដឹងទេបើសិនវាធ្លាប់ស៊ីដាក់ទៅចឹកប៉ាត់ចឹងមកឥឡូវមកចំហៀងផ្ទះម្ដងទៀតនេះគឺដើមដូងកំពុងតែក្តាប់ឲ្យបងប្អូននេះគឺម្ទេសយើងដំណាំនៅជុំវិញផ្ទះមិនខ្វះអីហូបទេបងប្អូននេះម្ទេសមានទាំងបន្លែមានទាំងសាច់ពពាយជ្រុំបងប្អូននេះក្តាប់ល្អណាស់ពពាយជ្រុំនេះមិនណាកូនបឺនេះជាកូនបឺឥឡូវយើងទៅមើលតងលពៅយើងក៏ល្អហើយបងប្អូនតងលពៅល្អមែនតែនហ្មងណលពៅបោះតងឲ្យលហក់ខ្ចីលវក់បងប្អូននេះអាខ្លះណាស់ផ្កាយបងប្អូននេះគឺជាតងលពៅបន្លែយើងនៅជុំវិញតែមិនខ្វះបងប្អូនណាហើយនេះគឺម្នាស់មានផ្លែម្នាស់មានដើមម្នាស់ទៀតបងប្អូនវាអត់អូយអញ្ចឹងគេថានៅតែជុំវិញផ្ទះបងប្អូនបន្ទាប់ពីលក់បន្ទាប់ពីដូរយើងដាំដំណាំទុកហូបអញ្ចឹងងាយបងប្អូនដាក់ទៅដោលស្រោចទឹកមួយថ្ងៃទៅ2 ដងអញគឺយើងបានបន្លែធម្មជាតិហូបស្រស់ស្រាយនេះគឺជាដើមក្រូចខ្លុងបងប្អូននោះប្រមាត់ខ្លាឃ្មុំដើមប្រមាត់ខ្លាឃ្មុំក៏ល្អដែរមានចេកមានដូងមានដើមក្រូចឆ្មាមានដើមក្តាតហើយនោះគឺគល់ចក្ខីជីនិងជាជ្រូក
មានច្រើនណាស់មុខរបស់បងប្អូននេះត្រង់មន់មួយទៀតនេះត្រង់មន់មួយទៀតផងបងប្អូនត្រង់មន់មួយទៀត2 4 6 8បាន8គ្រាប់បងប្អូន2 4 6 8បាន8គ្រាប់គឺបងប្អូនសាមញ្ញតាមមានក្តីសុខបងប្អូនហើយសូមបែរក្នុងពីងនេះក្នុងពីងដាក់ខ្ចង2 3បងប្អូនឃើញណានេះខ្ចងដាក់ខ្ចង2 3គ្រាន់ចុងវានេះខ្ចងហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលាបាយបាយ